ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងពុទ្ធបរិស័ទខ្មែរទាំងអស់ជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលឺមនោវិញ្ញាណធាតុខ្ញុំបាទសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះសម្មាសម្ពុទ្ធព្រះទេវៈទាំង8ព្រះអង្គព្រះគ្រូដាស៊ីរាណារណ្ដាលោកគ្រូតាធម្មិចាព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំងសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលឺមនោវិញ្ញាណធាតុភាគទី2ទំព័រទី9ដល់ទំព័រទី15ស្រាវជ្រាវនិងរៀបរៀងចងក្រងដោយលោកគ្រូតាធម្មិចាព្រំកេសានិងលោកយាយនៅបុប្ផាផ្សព្វផ្សាយប្រថដោយមជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មិចាព្រំកេសាស្នាមគំនូសទី6លក្ខណៈ5យ៉ាងរបស់គ្រូដែលត្រូវដឹងគឺគ្រូបង្រៀនសិស្សនៅសាលារៀនធម្មតាគ្រូបង្រៀនបែបនេះអាចបង្រៀនសិស្សឲ្យចេះសរសេរចេះអានចេះធ្វើការចេះបង្កើតការងារតាមជាន់ថ្នាក់ក្នុងគ្រួសារក្នុងសង្គមជាតិឬជាអន្តរជាតិប៉ុន្តែបើគ្រូបង្រៀននោះមាននិស្ស័យល្អហើយបានបដិបត្តិធម៌ជាមួយនឹងគ្រូដែលមានឈានចិត្តគឺគ្រូបង្រៀននោះនៅពេលបង្ហាត់សិស្សក្នុងសាលាសិស្សក៏អាចឆាប់យល់ឆាប់ចេះឆាប់ចាំជាសិស្សល្អមានសីលធម៌នៅក្នុងប្រទេសខ្មែរមានគ្រូបង្រៀនបែបនេះគ្រូបង្រៀនដែលព្រះពុទ្ធមិនទទួលស្គាល់ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងថាមនាលភិក្ខុទាំងឡាយចូលចម្រើនឈានព្រោះឈានមានកម្លាំងខ្លាំងជាងអំពើបាបព្រោះថាគោធម៌4ពួកមាន 1. ទានជួយចិត្តឲ្យជ្រះថ្លា 2. សិលជួយចិត្តឲ្យសង្រួមក្នុងកុសល 3. សមាធិជួយចិត្តឲ្យស្ងប់បានសម្រេចឈានមានฤទ្ធិ 4. វិបស្សនាជួយឲ្យមានបញ្ញាបានឃើញការពិតធម៌4ពួកនេះប្រសិនបើរំលងចោលមួយណាមិនបានធ្វើតាមក៏មិនមែនជាសក្យបុត្រឡើយពលគឺមិនមែនជាពុទ្ធសាសនិកនោះទេគ្រូធម៌ដែលគ្មានឈានចិត្តកាលណារៀនជាមួយនឹងគ្រូដែលមិនមានឈានចិត្តសិស្សក៏គ្មានឈានដែរជាពិសេសបុគ្គល4ពួកគឺមានតែមួយពួកទេដែលទទួលឈានបានគឺ 1. ក្រលំបាកច្រើនឈឺច្រើនទទួលឈានមិនបានទេ 2. មានសម្បត្តិច្រើនតំណែងធំទទួលឈានមិនបានទេទី3បុគ្គលខ្ទួយទទួលឈានមិនបានទេទី4បុគ្គលដែលធ្វើឈានពីចិត្តមុនទើបទទួលឈានបានប៉ុន្តែគ្រូធម៌ដែលគ្មានឈានចិត្តនោះកាលបើបង្ហាត់បង្រៀនធម៌តាមពុទ្ធវាទមិនរំលងក៏ពិតជាបានបន់ច្រើនដែរព្រោះថាធម្មទានមានកម្រិតខ្ពស់ហួសផុតពីទានទាំងពួងគ្រូដែលមានឈានចិត្តមាន2ផ្នែកលោកយៈជាឈាននៅសល់ការជាប់ជំពាក់វិស័យពិតប្រកបក្តីទេវតាព្រំក្តីរូបព្រំក្តីអរូបព្រំក្តីសុទ្ធតែមានឈានចិត្តទាំងអស់បើគ្មានឈានចិត្តទេពិតជាមិនអាចទៅកើតជាព្រំបានឡើយលោកកតរឈានឆ្ពោះទៅនិព្វានលែងត្រឡប់ជាឈានចិត្តរបស់ព្រះអរិយបុគ្គលឬព្រះអរហន្តសម្មាសម្ពុទ្ធបើគ្មានឈានចិត្តលោកកតរទេក៏មិនអាចរំលត់ទុកដើម្បីត្រាស់ជាព្រះពុទ្ធបានដែរដូចជាព្រះសមណគោតមកាលដែលលោកមិនទាន់បានត្រាស់ជាព្រះពុទ្ធក៏លោកធ្លាប់បានកើតជាព្រំ7ដងដែរអាស្រ័យហេតុនេះចំពោះគ្រូដែលមានចិត្តជាលោកយៈឈានក្តីជាលោកកតរឈានក្តីសុទ្ធតែមានសមត្ថភាពអាចផ្ដល់ឈានចិត្តឲ្យដល់សិស្សបានទាំងអស់តាមឋានៈជាន់នៃឈានចិត្តដែលខ្លួនមានតាមកម្រិតឧបនិស្ស័យរបស់សិស្សដែលមានលទ្ធភាពអាចទទួលបាននិងរក្សាទុកបានជាពិសេសចំពោះសិស្សណាដែលបានបើកពន្លឺកាយរួចហើយប្រសិនបើភាវនាចម្រើនឈានចិត្តពិតជាឆាប់បានទទួលព្រោះថាវិញ្ញាណចិត្តរបស់សិស្សនោះបានកើតឡើងហើយដូចជាកូនងា
ដែលមើលបដិសន្ធិគម្រប់35ថ្ងៃមានជីវិតមានលទ្ធភាពអាចបញ្ជាបញ្ជូននិងផ្ទៀងផ្ទាត់ខ្យល់ដង្ហើមចេញដង្ហើមចូលនៅក្នុងពេលធ្វើសមាធិតាមមនោវិញ្ញាណបានត្រឹមត្រូវតាមក្បួនខ្នាតប៉ុន្តែចំពោះសិស្សជំពូកនេះចាំបាច់ត្រូវតែរក្សាសិលជាដាច់ខាតមានសិល5ជាដើមផ្ទុយពីនេះវិញបើបុគ្គលនោះមើលឃើញខុសគិតខុសធ្វើខុសដោយមានចិត្តលោភលន់ល្មើសគុណហើយត្រឡប់ទៅជាយកព្រាយបិសាចមកជំនួសគ្រូដើម្បីលៀបសក្ការៈនោះនឹងអាចមានបញ្ហាអាក្រក់ក្នុងជីវិតក្នុងគ្រួសារមិនអាចជួយបានឡើយអាស្រ័យហេតុនេះយោគីវិចរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់គ្រូជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធជាបរមគ្រូលើមនុស្សទេវតានិងព្រហ្មទាំងឡាយព្រោះហេតុថាព្រះអង្គជាអ្នកត្រាស់ដឹងសពមានវិជ្ជា8ប្រការមានឫទ្ធិអំណាចបារមីខ្ពស់ផុតអស់ទាំងត្រៃភពស្នាមគំនូសទី7វិជ្ជា8ប្រការរបស់ព្រះអរហន្តមាន 1. បុពេនិវាសានុសតិវិជ្ជាវិជ្ជាដឹងពីចិត្តកន្លងរបស់សត្វ 2. ចិត្តោបរិយវិជ្ជាវិជ្ជាដឹងនៅចិត្តសត្វដតីបាន 3. អសវខយវិជ្ជាវិជ្ជាដឹងច្បាស់នៅការរំលត់ទុក្ខឬអសវកិលេស 4. វិបស្សនាវិជ្ជាវិជ្ជាធ្វើឲ្យបញ្ញាឃើញច្បាស់ 5. មនោមយិទ្ធិវិជ្ជាវិជ្ជាថ្លែងរិទ្ធឬធ្វើចិត្តឲ្យទៅជារូបបាន 6. អធិវិធិវិជ្ជាវិជ្ជាសម្ដែងរិទ្ធដោយអធិដ្ឋាន 7. ទិបសតវិជ្ជាវិជ្ជាត្រចៀកទិប 8. ទិបចក្ខុវិជ្ជាវិជ្ជាភ្នែកទិបស្នាមគំនូសទី8ចរណៈ15 1. សិលសម្វរៈសង្រួមនៅកាយវិចាចិត្ត 2. ឥន្ទ្រិយសម្វរៈសង្រួមឥន្ទ្រីទាំង6 3. ភោជនេមញ្ញុតាភាពជាអ្នកដឹងប្រមាណក្នុងភោជន 4. ជាកិរិយានុយោគៈការប្រកបក្នុងការភ្ញាក់រលឹកនឹកឃើញរឿយៗ 5. សទ្ធាជឿហេតុដែលគួរជឿ 6. ហេរិសេចក្តីខ្មាស់អំពើទុច្ចរិត 7. អោតបៈសេចក្តីស្លុតខ្លាចអំពើទុច្ចរិត 8. ពិហុសច្ចៈភាពនៃខ្លួនជាពិហុសោត 9. វិរិយៈសេចក្តីព្យាយាម 10. សតិសេចក្តីរលឹក 11. បញ្ញាសេចក្តីដឹងត្រូវ 12. បឋមឈានឈានទី1វិចារណាអង្គឈាន5គឺវិតកៈវិចារៈបៃតេសុខៈឯកកតា 13. ទុតិយឈានឈានទី2លះវិតកៈវិចារៈប្រកបដោយបេតិសុខៈឯកកតា 14. តតិយឈានឈានទី3លះបេតិប្រកបដោយសុខៈឯកកតា 15. ចតុថឈានឈានទី4លះសុខប្រកបដោយឯកតាឧបេក្ខានេះជាធម៌ចាំបាច់ក្នុងការចម្រើនឈានព្រោះឈានមានកម្លាំងខ្លាំងជាងអំពើបាបវិជ្ជា8ប្រការនិងចរណៈ15ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្រេចមានឫទ្ធិដ៏កំពូលយ៉ាងនេះចំពោះបុគ្គលណាដែលមានឧបនិស្ស័យខ្ពស់ការបើបានជួបនឹងព្រះអង្គហើយបើមានសទ្ធាជឿជាក់ធ្វើតាមដោយគោរពមិនរំលងនៅពុទ្ធវាទមិនប្រមាទគឺពិតជាបានទទួលផលពីព្រះអង្គជាប្រកបព្រោះថាការបើព្រះអង្គព្យាករឲ្យយ៉ាងណាហើយគឺពិតជានឹងបានទទួលយ៉ាងនោះគ្មានខុសស្នាមគំនូសទី9ព្រះនាមទាំង10នៃព្រះសម្មាសម្ពុទ្ធអតិបេសោភគវេអរហង្គព្រះដ៏មានព្រះភិក្ខអង្គនោះទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពលគឺកិលេសព្រមទាំងវាសនាគឺកាយប្រយោគនិងវចីប្រយោគសម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ
វិជាចរណៈសម្បណ្ណោទ្រង់ប្រនាមថាវិជាចរណៈសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជា3វិជា8និងចរណៈ15វិជាស្មើភ្លឺស្វាងសុគតោទ្រង់ប្រនាមថាសុគតោព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សន្តរឋានគឺអមតៈមហានិព្វានលោកកវិទូទ្រង់ប្រនាមថាលោកកវិទូព្រោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកអនុត្តរោទ្រង់ប្រនាមថាអនុត្តរោព្រោះព្រះអង្គប្រសើរដោយសិលាទិគុណរឹកបុគ្គលណាមួយស្មើគ្មានបរិស័កតមៈសារថេទ្រង់ប្រនាមថាបរិស័កតមៈសារថេព្រោះព្រះអង្គជាអ្នកទូមាននៅបរោះដែលមានឧបនិស្ស័យគួរនឹងទូមានបានសត្ថាទេវៈមនុស្សានੰទ្រង់ប្រនាមថាសត្ថាទេវៈមនុស្សានੰព្រោះព្រះអង្គជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សទាំងឡាយពុទ្ធោទ្រង់ប្រនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសច្ចៈហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងភគវាទ្រង់ប្រនាមថាភគវាព្រោះព្រះអង្គលែងយាងទៅកាន់ត្រៃភពជាក់ចោលហើយគឺថាព្រះអង្គមិនត្រឡប់មកកើតទៀតឡើយព្រះនាមទាំង10នេះការបើយោគីវិចរបានយល់ច្បាស់ហើយព្យាយាមធ្វើតាមពុទ្ធវាទឲ្យបានហ្មត់ចត់ក្នុងពិធីបដិបត្តិនិងអាចបានសម្រេចប្រកបដោយឫទ្ធិដែលមានឈានចិត្តដ៏ខ្លាំងក្លាកាលបើឃើញអានុភាពដ៏អស្ចារ្យនៃព្រះសម្មាសម្ពុទ្ធខ្ពស់ផុតពិភពទាំង3យ៉ាងនេះហើយក៏គួរតែយោគីវិចរទាំងឡាយមានការពិចារណារាវរឹកមើលឲ្យឃើញនៅហេតុផលនៃដំណើរជីវិតក្នុងការព្យាយាមរបស់ព្រះអង្គថាតើលោកមានបន្សល់ទុកនៅស្នាមគំនុះបែបណាខ្លះទៀតដែលគួរឲ្យយើងយកមកជាគំរូតម្កល់ទុកក្នុងចិត្តហើយធ្វើតម្រាប់តាមដើម្បីបានរួចចាកពីអន្ទង់ទុក្ខដោយព្រះអង្គបាន